សំណួរចម្លើយអំពីអាស៊ាន 1. តើអាស៊ានបង្កើតឡើងនៅថ្ងៃខែឆ្នាំណាបង្កើតនៅទីណាហើយប្រទេសណាខ្លះចូលរួមបង្កើតអាស៊ាននេះឡើងអាស៊ានបង្កើតឡើងនៅថ្ងៃទី8សីហាឆ្នាំ1967អាស៊ានបង្កើតឡើងនៅទីក្រុងបាងកកប្រទេសថៃប្រទេសដែលចូលរួមបង្កើតអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ីប្រទេសម៉ាឡេស៊ីប្រទេសហ្វីលីពីនប្រទេសសិង្ហបុរីនិងប្រទេសថៃ 2. តើសមាជិករបស់អាស៊ានមានប្រមាណប្រទេសចូលជាសមាជិកនៅថ្ងៃខែឆ្នាំណាសមាជិករបស់អាស៊ានមាន10ប្រទេសបច្ចុប្បន្ននេះគឺយើងមាន11ណាបាទប្រទេសឥណ្ឌូនេស៊ី8សីហា1967ប្រទេសម៉ាឡេស៊ី8សីហា1967ប្រទេសហ្វីលីពីន8សីហា1967ប្រទេសសិង្ហបុរី8សីហា1967ប្រទេសថៃ8សីហា1967ប្រទេសប្រ៊ុយណេ7មករា1984ប្រទេសវៀតណាម28កក្កដា1995ប្រទេសមីយ៉ាន់ម៉ា23កក្កដា1997ប្រទេសឡាវ23កក្កដា1997ប្រទេសកម្ពុជា30មេសា1999ដូចជានៅក្នុងខែ11ខែ10នេះគឺយើងដូចជាមានប្រទេសនៅវេសខាងកើតណាបានចូលជាសមាជិកមួយដែរខ្ញុំមិនបានចាំឈ្មោះច្បាស់នៅបើនេះខ្ញុំបានដាក់នៅក្នុង script ខាងក្រោមបាទបន្ថែមទី3តើអាស៊ានបង្កើតឡើងដោយបុព្វហេតុប្រមាណយ៉ាងអ្វីខ្លះអាស៊ានបង្កើតឡើងដោយបុព្វហេតុពីរយ៉ាងគឺបុព្វហេតុសេដ្ឋកិច្ចដំណើរការសេដ្ឋកិច្ចឆ្ពោះទៅមជ្ឈិមបូព៌ាដំណើរការសេដ្ឋកិច្ចឆ្ពោះទៅរកសហភាពអឺរ៉ុបបន្តទៀតដំណើរការសេដ្ឋកិច្ចឆ្ពោះទៅរកសហគមន៍អឺរ៉ុបកត្តាទាំងពីរនេះធ្វើឲ្យប្រទេសទាំង5មានឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីហ្វីលីពីននិងថៃបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅចូលរួមជជែកគ្នារួចក៏បានសម្រេចនៅសេចក្តីថ្លែងការណ៍រួមដែលមាន5ចំណុចនៅថ្ងៃទី8សីហាឆ្នាំ1967មួយទៀតគឺបុព្វហេតុនយោបាយសង្គ្រាមត្រជាក់បង្កើតចេញពីទ្វីបអឺរ៉ុបដែលនាំឲ្យមានបញ្ហាប្រឈមគ្នារវាងប្លុកខាងលិចសេរីនិងប្លុកខាងកើតកុម្មុយនីសសង្គ្រាមបានបង្កើតការរីករាលដាលដល់ទ្វីបអាស៊ីតាមរយៈមហាអំណាចសហរដ្ឋអាមេរិកនិងសហភាពសូវៀតភាសាតែចង់ដណ្ដើមឧត្តមភាពខាងមនោគមវិជ្ជាទី4តើមានបញ្ហាអ្វីខ្លះដែលប្រឈមនៅពេលបង្កើតអាស៊ានវាពិតជាពិបាកណាស់ក្នុងការចង់ឲ្យប្រទេសជាច្រើនចូលរួមជាមួយគ្នាតែមួយបញ្ហាទាំងអស់នោះមានដូចជាបញ្ហាប្រឈមខាងប្រវត្តិសាស្ត្របញ្ហាប្រឈមខាងផ្នែកភូមិសាស្ត្របញ្ហាប្រឈមខាងផ្នែកវប្បធម៌ទី5អាស៊ានមានការវិវត្តប្រមាណដំណាក់កាលអាស៊ានគោរពទៅលើគោលការណ៍សំខាន់អ្វីខ្លះអាស៊ានមានការវិវត្តពីរយ៉ាងសំខាន់គឺដំណាក់កាលទី1ពីឆ្នាំ1967ដល់2007គឺជាអង្គការតំបន់តូចមួយដែលមិនមានលក្ខណៈច្បាស់លាស់និងមិនទាន់មានទម្រង់និយមដោយអង្គការដទៃទៀតដំណាក់កាលទី2ពីឆ្នាំ2007ដល់បច្ចុប្បន្នគឺដំណាក់កាលដែលអាស៊ានមានធម្មនុញ្ញរបស់ខ្លួនអាស៊ានគោរពទៅលើគោលការណ៍សំខាន់គឺប្រជាធិបតេយ្យសិទ្ធិមនុស្ស6ចូលពរនីពីអត្តសញ្ញាណនិងនិមិត្តសញ្ញាអាស៊ានតាមមេត្រា5អាស៊ានត្រូវលើកកម្ពស់អត្តសញ្ញាណរួមរបស់ខ្លួនដើម្បីសម្រេចនូវគោលដៅ
និងជោគវាសនារួមគ្នារបស់អាស៊ានមាត្រា6ចក្ខុវិស័យ1អត្តសញ្ញាណ1សហគមន៍1វាសនា1មាត្រា9បានកំណត់យកកាលបរិច្ឆេទទិវាអាស៊ាននៅថ្ងៃទី8សីហាត្រូវបានកំណត់ថាជាទិវាអាស៊ានមាត្រា40កំណត់ថាអាស៊ានត្រូវតែមានបទភ្លេងរបស់ខ្លួននិមិត្តសញ្ញាអាស៊ានត្រូវមានទ្រង់ទ្រាយនិមិត្តសញ្ញាអាស៊ានតំណាងឲ្យអាស៊ានមួយមានស្ថិរភាពសន្តិភាពការរួបរួមនិងធម្មពលសញ្ញារង្វង់តំណាងឲ្យការឯកភាពរបស់អាស៊ានរូបគួរស្រោតំណាងឲ្យសុបិនរបស់បេដាស្ថាបនិកអាស៊ានមួយមានគ្រប់ប្រទេសទាំងអស់ក្នុងតំបន់រួមគ្នាមិត្តភាពនិងសាមគ្គីភាពពណ៌ទង់ជាតិរបស់អាស៊ានពណ៌ទង់ជាតិរបស់អាស៊ានមានខៀវក្រហមសនិងលឿងខៀវក្រហមសនិងលឿងពណ៌តំណាងឲ្យពណ៌សំខាន់នៃគ្រប់ទង់ជាតិរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ពណ៌តំណាងរបស់ទង់ជាតិអាស៊ានពណ៌ខៀវតំណាងសន្តិភាពនិងស្ថិរភាពពណ៌ក្រហមបង្កប់ន័យនៃភាពអង្អាចក្លាហាននិងធម្មពលពណ៌លឿងជានិមិត្តរូបនៃវិបុលភាពពណ៌សបង្ហាញនូវភាពបរិសុទ្ធស្អាតស្អំ7តើសន្និសីទកម្ពុជារបស់អាស៊ានប្រព្រឹត្តនៅប្រទេសណាខ្លះនៅថ្ងៃខែឆ្នាំណាសន្និសីទកម្ពុជាអាស៊ានប្រព្រឹត្តនៅសន្និសីទកម្ពុជាលើកទី1នៅកោះប៉ាលីឥណ្ឌូនេស៊ីថ្ងៃទី22-23កុម្ភៈ1976សន្និសីទកម្ពុជាលើកទី2នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីថ្ងៃទី4-5សីហាឆ្នាំ1977សន្និសីទកម្ពុជាលើកទី3នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនថ្ងៃទី14-15ធ្នូឆ្នាំ1987សន្និសីទកម្ពុជាលើកទី4នៅប្រទេសសិង្ហបុរីទី27-28មករាឆ្នាំ1992សន្និសីទកម្ពុជាលើកទី5នៅទីក្រុងបាងកកប្រទេសថៃថ្ងៃទី14-15ខែធ្នូឆ្នាំ1995សន្និសីទកម្ពុជាលើកទី6នៅទីក្រុងហាណូយប្រទេសវៀតណាមថ្ងៃទី15-16ខែធ្នូឆ្នាំ1998